ជំរាបសួរលោកគ្រូអ្នកគ្រូបាទអូសអត់ផុតទេនេះសញ្ញាបត្របាទនេះ1 2 3បាទខ្លះគេបាន3ខ្លះបាន4ខ្លះបាន5ហើយ admin នេះអត់តបាន1ទេតែចិត្តបានហើយមានលោកគ្រូអ្នកគ្រូជាច្រើនចាប់អារម្មណ៍ចំពោះថ្នាលគ្រូបឋមរបស់យើងហើយគាត់ឆ្ងល់ថាអានឹងអីគេហើយគេធ្វើម៉េចបានសញ្ញាបត្រនឹងដែរអញ្ចឹងលោកគ្រូអ្នកគ្រូបាទអញ្ចឹងអានេះគឺជាឥទ្ធិពលនៃការផ្សព្វផ្សាយរបស់លោកគ្រូអ្នកគ្រូដែលគាត់ចែកម្លែកផុសអីចឹងទៅអញ្ចឹងធ្វើឲ្យគាត់ចាប់អារម្មណ៍ចង់រៀនដែរប៉ុន្តែគាត់ចូលអត់បានអញ្ចឹងលោកគ្រូអ្នកគ្រូមើលវីដេអូនេះហើយយើងនឹងអាចចូលរួមរៀនបានហើយអញ្ចឹងជាដំបូងលោកគ្រូអ្នកគ្រូចូល link ដែលខ្ញុំដាក់ជូននៅខាងលើនេះមកលោកគ្រូអ្នកគ្រូបាទអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចូលនៅក្នុង link នេះហើយវានឹងលោតផ្ទាំងបែបនេះលោកគ្រូអ្នកគ្រូអាចចូលតាមគណនីប្រព័ន្ធបាទនេះមាន login Telegram អីប៉ុន្តែកុំឲ្យពិបាកស្មុគស្មាញលើកទឹកចិត្តលោកគ្រូអ្នកគ្រូចូលតាមគណនី PLP ព្រោះដោយសារតែលោកគ្រូអ្នកគ្រូមានគណនី PLP ទាំងអស់គ្នាអញ្ចឹងចូលមកកន្លែងហ្នឹងមកលោកគ្រូវាយឈ្មោះរបស់ខ្លួនឯងមកបាទថ្នាល PLP របស់យើងមានឈ្មោះអីលោកគ្រូអ្នកគ្រូវាយចូលខ្លួនឯងមកហើយបន្តមកទៀតយើងចុច password គណនីរបស់ខ្លួនឯងចូលក្នុងនេះមកលោកគ្រូបាទអញ្ចឹងនៅពេលដែលយើងចុចគណនីហើយលោកគ្រូចុចពាក្យចូលបាទនៅពេលដែលលោកគ្រូអ្នកគ្រូចូលមកដល់កន្លែងនេះគឺលោកគ្រូអ្នកគ្រូនឹងឃើញគេដាក់ថាវគ្គកំពុងរៀនប៉ុន្តែដោយសារតែគណនីខ្ញុំបានរៀនគេដាក់លេខ1ប៉ុន្តែបើសិនជាលោកគ្រូអ្នកគ្រូចូលថ្មីអត់ទាន់បានរៀនវានឹងលោតលេខ0ហើយអញ្ចឹងដើម្បីចូលរៀនវគ្គនេះបានគឺមាន2របៀបចុចកន្លែងពាក្យទាំងអស់នេះទៅហើយខាងក្រោមនេះវាមានពាក្យថាចូលរៀនលោកគ្រូចូលរៀនទៅមួយទៀតគឺលោកគ្រូចុចមកកន្លែងនេះគេដាក់ថាវគ្គសិក្សារបស់ខ្ញុំលោកគ្រូចុចកន្លែងហ្នឹងមកបាទអញ្ចឹងវាឃើញនេះសង្កបៈអញ្ចឹងទៅអញ្ចឹងដើម្បីចូលរៀនបានលោកគ្រូគាត់នឹងចុចពាក្យថាចូលរៀនមួយវិញទៀតលោកគ្រូអាចវាយលេខកូដនេះចូលបានហើយខ្ញុំនឹងដាក់នៅក្នុង comment បាទអញ្ចឹងលោកគ្រូ copy ទៅហើយផាសចូលកន្លែងហ្នឹងទៅគឺអាចចូលទៅបានដូចគ្នាចុះឈ្មោះរៀនបានដូចគ្នាអញ្ចឹងយើងចង់ដឹងថាតើមានវគ្គសិក្សាអីខ្លះនៅក្នុងថ្នាលហ្នឹងបាទអញ្ចឹងលោកគ្រូចុចមកកន្លែងវគ្គសិក្សាទាំងអស់នៅលើថ្នាលមកលោកគ្រូបាទនេះបាទអញ្ចឹងក្រោយពីលោកគ្រូចុចយកពាក្យវគ្គសិក្សាទាំងអស់ហើយលោកគ្រូនឹងឃើញវគ្គចំនួន5អញ្ចឹងក្នុងចំណោម5នេះលោកគ្រូអាចចូលរៀនវគ្គមួយណាក៏បានដែរអញ្ចឹងឧទាហរណ៍ថាលោកគ្រូចង់ចូលរៀនវគ្គប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនលោកគ្រូចុចពាក្យចុះឈ្មោះចូលរៀនមកគឺវាលោតឲ្យអញ្ចឹងឥឡូវខ្ញុំចុចទៅសាកបាទចុចចូលរៀនមួយនេះគ្រូបាទចូលរៀនរួចហើយចុចដើម្បីទៅរៀនធ្វើម៉េចទៅបាទអាចចុចមើលព័ត៌មានលម្អិតបាទព័ត៌មានលម្អិតថាគេរៀនតើតើនឹងអីគេខ្លះបាទយើងថយមកកន្លែងវគ្គសិក្សារបស់ខ្ញុំមកលោកគ្រូបាទនេះព្រោះគាត់ទៅចូលមកកន្លែងវគ្គសិក្សារបស់ខ្ញុំវាលោតផ្ទាំងដល់ទៅ2ព្រោះដំបូងឡើយខ្ញុំរៀនវគ្គសង្កបៈនេះមុនបាទតែរៀនបាន65%ហើយដល់ពេលខ្ញុំចុះឈ្មោះមួយទៀតមកកន្លែងនេះវាលោត0%បាទមានន័យថាអត់ទាន់បានចូលរៀនទេអញ្ចឹងលោកគ្រូអាចចូលទៅរៀនបានហើយចូលរៀនដើម្បីអាចចូលរៀនបានលោកគ្រូចុចពាក្យចូលរៀនហ្នឹងហើយវាលោតមកផ្ទាំងមួយដែលឲ្យយើងអានបាទឲ្យអានអញ្ចឹងលោកគ្រូអានអក្សរដែលមានក្នុងនឹងទាំងអស់មកលោកគ្រូក្រោយពីអានចប់វាមានសំណួរតេស្តនៅខាងក្រោមនេះលោកគ្រូគាត់ថាគូស tick មកហើយចុចពាក្យថាទៅមុខឬក៏ទៅសំណួរបន្ទាប់អញ្ចឹងទៅលោកគ្រូបាទអញ្ចឹងពេលដែលលោកគ្រូធ្វើឲ្យអស់បាទពេលធ្វើឲ្យអស់លោកគ្រូនឹងទទួលបានវិញ្ញាបនបត្រដោយគាត់ចុចមកទំព័រដើមនេះបាទដើម្បីដឹងថាយើងបានណាពេលចប់វាដាក់លេខ1អញ្ចឹងទៅវិញ្ញាបនបត្រអញ្ចឹងទៅហើយដើម្បី print វិញ្ញាបនបត្រនេះបានគឺលោកគ្រូចូលមកកន្លែងពាក្យវិញ្ញាបនបត្រអញ្ចឹងក្នុងនេះវាដាក់ថាមិនទាន់លោកគ្រូដោយសារតែខ្ញុំអត់ទាន់ចប់ប៉ុន្តែលោកគ្រូដែលគាត់ធ្វើបានហ្នឹងមិត្តភក្តិខ្ញុំគាត់ធ្វើបានហ្នឹងគឺពេលយើងរៀនចប់វានឹងលោតកន្លែងនេះឲ្យលោកគ្រូអាច download បានដែរហើយជាមួយខ្ញុំធ្វើបានខ្ញុំនឹងចែកជូនតទៅនឹងការ download សញ្ញាបត្របន្ថែមទៀតឬក៏មិនអញ្ចឹងទេលោកគ្រូអាចទៅមើលវីដេអូលោកគ្រូផ្សេងទៀតគាត់ផុសពីការទាញយកវិញ្ញាបនបត្រពួកខ្ញុំអត់ទាន់បានតែបើសិនលោកគ្រូអត់ទាន់បានទេចាំមើលវីដេអូខ្ញុំក្រោយក៏បានដែរបាទអញ្ចឹងមានប៉ុណ្្នឹងចែកជូនលោកគ្រូហើយសង្ឃឹមថាលោកគ្រូនឹងអាចចូលរៀនបានទាំងអស់គ្នាហើយមានចម្ងល់អីលោកគ្រូអាចសួរបន្ថែមបានខ្ញុំនឹងប្រាប់បន្ថែមតាមដែលអាចធ្វើទៅបានហើយចែកជូនលោកគ្រូបាទដោយក្តីរីករាយអរគុណលោកគ្រូ